ថ្ងៃដែរខ្ញុំមានទិញនិចបន្តិចបន្តួចសម្រាប់ចែករំលែកបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងការបង្កើតត្រីក្រំពូជកាចដើម្បីឲ្យការបង្កើតទទួលបានជោគជ័យនិងសល់កូនច្រើនបងប្អូនអាចតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់ធានាថាបងប្អូននឹងធ្វើទៅទទួលបានជោគជ័យនិងសល់កូនត្រីច្រើនជាដំបូងបងប្អូនត្រូវដឹងពីប្រភេទហ្សែននិងប្រភេទចរិតរបស់ត្រីក្រំវាមានពីរប្រភេទទី1គឺប្រភេទពួកខាំទី2គឺប្រភេទពួកលម្អប្រភេទពួកខាំនេះគឺថាវាពិបាកក្នុងការបង្កាត់បន្តិចដោយសារតែឈ្មោះវាកាចជាងមីញីហើយប្រភេទពួកត្រីតាំងវាអត់សូវជាកាចប្រហែលទេអញ្ចឹងវិធីសាស្ត្រក្នុងការបង្កាត់ឬក៏តិចនិចតិចតួចក្នុងការបង្កាត់ហ្នឹងគឺវារៀងខុសគ្នាមុននឹងធ្វើការបង្កាត់ខ្ញុំបានដាក់បំពន់អាឈ្មោលជាមួយនឹងមីញីឲ្យវាស៊ីចំណីច្រើនជាងមុនបន្តិចដើម្បីវាមានសុខភាពល្អនិងមានកម្លាំងក្នុងការបង្កាត់រយៈពេលក្នុងការដាក់បំពន់គឺខ្ញុំដាក់រយៈពេលប្រហែលជា2ទៅ3សប្តាហ៍មុននឹងធ្វើការបង្កាត់នេះគឺជាការរៀបចំធុងទឹកសម្រាប់បង្កាត់របស់ខ្ញុំគឺខ្ញុំធ្វើការរៀបចំកេះស្នោដែលមានប្រវែងកន្លះម៉ែត្រនិងទទឹង4តឹកហើយខ្ញុំដាក់ទឹកប្រហែលជា2ថ្នាំងដៃបន្តមកទៀតខ្ញុំដាក់អំបិលមួយចិបនៅក្នុងទឹកហ្នឹងហើយអ្វីដែលយើងមិនអាចបំភ្លេចបានគឺស្លឹកឆាត់ក៏ជាតួអង្គឯកមួយក្នុងការបង្កាត់ត្រីក្រំផងដែរគីឃឺក្នុងក្រឡនេះគឺជាប្រភេទថ្នាំសម្រាប់មេរោគក្នុងទឹកដែលបងប្អូនអាចរកទិញបាននៅកន្លែងលក់ត្រីក្រំឬក៏កន្លែងលក់សម្ភារៈត្រីក្រំផ្សេងៗបន្ទាប់ពីធ្វើការរៀបចំធុងហើយរួចហើយបងប្អូនអាចប្រឡែកបាពូចូលក្នុងធុងបានហើយទុករយៈពេល1ម៉ោងសម្រាប់ឲ្យវាស្គាល់ធុងមុននឹងយើងប្រឡែងមីញីចូលហើយបងប្អូនកុំភ្លេចចោលសោះគឺប្រភេទចកវាជួយសម្អាតទឹកនិងជួយឲ្យកូនត្រីពេលញាស់ឡើងអាចតោងរឹសវានិងអាចដេកនៅលើរឹសនឹងបានជាកិច្ចបន្ទាប់យើងធ្វើការប្រឡែងមីញីទៅក្នុងធុងប៉ុន្តែបងប្អូនមិនអាចប្រឡែងផ្ទាល់បានទេយើងត្រូវមានកំប៉ុងមួយសម្រាប់ធៀបវាសិនទិញន័យក្នុងការធៀបនេះគឺសឹងថា 90% ហើយដែលបងប្អូនដែលជាអ្នកបង្កាត់ត្រីក្រំគឺក៏ធ្វើគឺដើម្បីកាត់បន្ថយការចូលរបស់អាឈ្មោលហើយរយៈពេលនៃការធៀបយើងគឺធៀបរយៈពេល1ថ្ងៃដើម្បីពួកវាស្គាល់គ្នានិងអាឈ្មោលអាចធ្វើពពុះសម្រាប់ដាក់ពងបានសកម្មភាព1ថ្ងៃបន្ទាប់ពីយើងធៀបញីហើយគឺយើងចាប់ផ្ដើមដកមីញីចូលឈ្មោលចាប់ផ្ដើមធ្វើពពុះច្រើនមែនតើមានន័យថាអាឈ្មោលនេះគឺវាចង់គៀបហើយប៉ុន្តែអាឈ្មោលមួយសំបុកនេះវាអត់ធ្វើពពុះទេដូច្នេះបងប្អូនអាចប្រឡែងវាចូលបណ្ដោយទៅពេលខ្លះឈ្មោលនឹងអាចនឹងមិនធ្វើពពុះមួយថ្ងៃបន្ទាប់ពេលប្រឡែងមីញីចូលហើយយើងសង្កេតឃើញថាមានពងសសនៅក្នុងពពុះវាអាចបញ្ជាក់បានថាត្រីក្រំយើងបានគៀបរួចរាល់ហើយដែលយើងត្រូវធ្វើបន្ទាប់គឺដកមីញីចេញដើម្បីការពារការស៊ីពងនិងទុកឲ្យឈ្មោលមើលថែពងនិងមើលថែកូនត្រីដែលញាស់បន្ទាប់ពីគៀបហើយ2ថ្ងៃបន្ទាប់ពីពងយើងឃើញថាពងចាប់ផ្ដើមញាស់ហើយកូនត្រីចាប់ផ្ដើមខ្មៅពេលនេះដែរបងប្អូនកុំតន់អាលដកអាឈ្មោលអីទុកឲ្យឈ្មោលមើលកូនវាសិនពីព្រោះថារយៈពេលនេះកូនត្រីមិនទាន់អាចហែលទឹកបានដូច្នេះមានតែអាឈ្មោលក្នុងការស្រង់កូនត្រីដាក់ទៅក្នុងពពុះនិងបង្រៀនកូនត្រីឲ្យចេះហែល3ថ្ងៃបន្ទាប់យើងឃើញថាកូនត្រីយើងចាប់ផ្ដើមបែកសម្បកហើយវាចាប់ផ្ដើមចេះហែលហើយដំណាក់កាលនេះបងប្អូនអាចជ្រើសរើសចំណីដូចជាប្រភេទចៃទឹកក្រហមឬក៏អាទីមៀដែលជាចំណីសម្បូរដោយប្រូតេអ៊ីនក្នុងវីដេអូនេះខ្ញុំបានជ្រើសរើសចៃទឹកក្រហមដែលសម្បូរទៅដោយប្រូតេអ៊ីននិងវីតាមីនសម្រាប់ការលូតលាស់របស់ត្រីក្រំបងប្អូនអាចដាក់សំល្មមក្នុងធុងត្រីដើម្បីឲ្យកូនត្រីក្រំយើងធ្វើការចឹកស៊ីចំណីចៃទឹកក្រហមនេះយើងអាចទុកឲ្យឈ្មោលរយៈពេល5ថ្ងៃបន្ទាប់ពីញាស់និងអាចទុកកូនត្រីដល់ធំក៏បានពីព្រោះថាឈ្មោលខ្លះវាអត់ស៊ីកូនទេហើយតែបងប្អូនច្បាស់ថាឈ្មោលយើងមានសុខភាពល្អនិងមានអាយុកាលសមរម្យសម្រាប់ការបង្កាត់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នា